សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel I Speak English អញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកអ្នកទាំងអស់គ្នាអំពី clear ប្រចាំថ្ងៃនៅក្នុងភាសាអង់គ្លេសបាទ clear ហ្នឹងសុទ្ធសឹងតែជា clear ល្អប្រយោគទី1គឺ How are you បាទ How are you បាទ How are you យើងចេះទាំងអស់គ្នាហើយបាទប្រែថាតើអ្នកសុខសប្បាយទេបាទនេះយើងអានថា Howនេះ how ហើយនេះអានថា are នេះអានថា you អញ្ចឹង how are you តើអ្នកសុខសប្បាយទេបាទអញ្ចឹងបន្តមកទៀតពាក្យទី2ថា I'm good បាទអញ្ចឹងគេសួរយើង how are you អញ្ចឹងយើងគុំទម្លាប់ឆ្លើយតែ I'm fine thank you អញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងឆ្លើយថា I'm good បាទ thank you ឬក៏ I'm good ទៅទេអញ្ចឹងក៏បានដែរណាបងប្អូនណាបាទ I'm good បាទនេះអានថា am នេះអានថា am នេះអានថា good បាទអញ្ចឹង I'm good ប្រែថាខ្ញុំសុខសប្បាយបាទបន្តមកទៀត Oh I'm not good បាទអញ្ចឹងបើយើងអត់សុខទេបាទយើងអត់សុខសប្បាយទេយើងថា Oh I'm not good បាទ I'm not good បាទអញ្ចឹងប្រែថាខ្ញុំមិនសុខសប្បាយទេបាទ Oh I'm not good បាទខ្ញុំមិនសុខសប្បាយទេ I'm not នេះថាមិន not នេះបែរថាមិន not good បែរថាមិនល្អទេឬក៏មិនសុខសប្បាយទេណាបងប្អូនណាបាទអញ្ចឹងចូលដល់ពាក្យបន្តមកទៀត What are you doing បាទ What are you doing បាទអញ្ចឹងបងប្អូនកុំច្រឡំជាមួយនឹង How are you doing អញ្ចឹងបងប្អូនមើលក្បាលសំណួរនេះបើសិនបើមាន how ដូច how are you doing អញ្ចឹងគឺប្រែថាតើអ្នកសុខសប្បាយទេដូច how are you ដែរណាបងប្អូនបាទអញ្ចឹងបើសិនជាក្បាលនេះ what ប្រែថាតើអ្នកកំពុងធ្វើអ្វីបាទ what are you doing បាទតើអ្នកកំពុងធ្វើអ្វីបាទ do នេះប្រែថាធ្វើបាទអញ្ចឹងជាកាលកំពុងបន្តអញ្ចឹងយើងដាក់ ing នេះប្រែថាកំពុងអញ្ចឹង doing វាថាកំពុងធ្វើអញ្ចឹង what are you doing តើអ្នកកំពុងធ្វើអ្វីបាទបន្តមកទៀត I'm learning English I'm learning English បាទខ្ញុំកំពុងសិក្សាឬក៏កំពុងរៀនភាសាអង់គ្លេសបាទនេះ learning នេះប្រែថារៀនឬក៏សិក្សាណាបងប្អូនណាបាទអញ្ចឹង I'm learning English បាទខ្ញុំកំពុងសិក្សាភាសាអង់គ្លេសបាទ learning នេះប្រែថាកំពុងសិក្សាបាទឬក៏កំពុងរៀនបាទបន្តមកទៀត I'm doing nothing បើយើងអាចបានធ្វើអីទេយើងប្រាប់គេថា I'm doing nothing បាទ doing នេះប្រែថាកំពុងធ្វើ nothing នេះយើងប្រែថាគ្មានអ្វីទេអត់មានអីទេណាបងប្អូនបាទអញ្ចឹង I'm doing nothing អញ្ចឹងខ្ញុំមិនបានធ្វើអីទេបាទអត់បានធ្វើអីទេបាទអញ្ចឹងបើយើងអត់បានធ្វើអីយើងឆ្លើយទៅគេវិញថា I'm doing nothing បាទ I'm doing nothing បាទអញ្ចឹងនេះអានថា nothing ក៏បានឬក៏ nothing ក៏បានដែរណាបងប្អូនណាបាទអញ្ចឹងពាក្យបន្តមកទៀត Where are you going Where are you going Where are you going តើអ្នកកំពុងទៅណាបាទ going ហ្នឹងកំពុងទៅបាទអញ្ចឹងយើងប្រែឲ្យចំមកថា Where are you going តើអ្នកកំពុងទៅណាអញ្ចឹងបើយើងនិយាយឲ្យសួរស្ដាប់ទៅទៀតថាទៅណាហ្នឹងបាទអញ្ចឹងឧទាហរណ៍យើងឃើញគេកំពុងទៅណាអញ្ចឹងប្រើប្រយោគនេះសួរបានណាបងប្អូនណា Where are you going Where are you going ទៅណាហ្នឹងបាទអញ្ចឹងយើងចូលពាក្យបន្ទាប់ទៀត I'm going home បាទអញ្ចឹងបើគេសួរយើងថា Where are you going អញ្ចឹងយើងអាចឆ្លើយទៅគេបានថា I'm going home អញ្ចឹង going នេះខ្ញុំទៅអញ្ចឹងប្រែថាខ្ញុំកំពុងទៅអញ្ចឹងកន្លែងនៅក្រោយនេះបងប្អូនដាក់ទីកន្លែងដែលបងប្អូនចង់ទៅមកដែលបងប្អូនត្រូវទៅបាទអញ្ចឹង I'm going home ខ្ញុំកំពុងទៅផ្ទះបាទអញ្ចឹង home នេះប្រែថាផ្ទះ I'm going home ខ្ញុំកំពុងទៅផ្ទះឬក៏យើងមិនបាច់ប្រែថាកំពុងដែរក៏បានដែរណាបងប្អូនយើងប្រែងាយថាខ្ញុំទៅផ្ទះអញ្ចឹងគេសួរយើងថាកំពុងទៅណាហ្នឹង
យើងថាកំពុងទៅផ្ទះបើគេសួរយើងឆ្លើយបែបងាយៗបងប្អូនយើងប្រែបែបងាយៗប៉ុន្តែឲ្យស្ដាប់បានក្នុងភាសាខ្មែរយើងដែរយើងកុំប្រែលើសកុំប្រែខ្វះពេកណាបងប្អូនពេលយើងប្រែបាទអញ្ចឹង where you going តើអ្នកកំពុងទៅណា I'm going home ខ្ញុំទៅផ្ទះបាទភាសាអង់គ្លេសប្រចាំថ្ងៃយើងថ្ងៃនេះមានតែប៉ុណ្្នឹងឯងណាបងប្អូនបាទអញ្ចឹងបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនយើងដែលសិក្សាភាសាអង់គ្លេសក៏ដូចជាបងប្អូនដែលកំពុងស្វែងរកវីដេអូសិក្សាភាសាអង់គ្លេសដោយខ្លួនឯងសូមបងប្អូនជួយ Subscribe like និង share ឲ្យបងប្អូនយើងបានសិក្សាបន្តផងបាទសូមអរគុណជួបគ្នាក្នុងคลิปវីដេអូក្រោយ